ពិភពលោកនេះបងប្អូនវាស្រស់បំព្រងហ្នឹងហើយបងប្អូនមើលធម្មជាតិហើយយើងទាំងអស់គ្នាគួរឲ្យស្នើស្នងក្នុងពេលដែលយើងទៅលេងស្រុកទៅលេងទៅមើលបឹងបួមើលព្រៃព្រឹក្សាយើងស្នើស្នងស្អាតបាទនៅឆ្នេរសមុទ្របាទទឹកសមុទ្រព្រៃព្រឹក្សាសត្វហើឆ្វេងឆ្វាចនិយាយទៅយើងមើលទៅសំណោះផែនដីរបស់យើងដែលខំវិលជុំវិញខ្លួនឯងខំវិលជុំវិញព្រះអាទិត្យតែទីបំផុតផែនដីទាំងមូលត្រូវបានបំផ្លិចបំផ្លាញដោយសារមនុស្សដោយសារតែថ្នាក់ដឹកនាំកំពូលនៅលើលោកបាទជាពិសេសគឺថ្នាក់ដឹកនាំមហាអំណាចទាំង5តែម្ដងបាទសិតតែអ្នកអវិជ្ជាបាទបងប្អូនខ្ញុំនិយាយសិតតែអ្នកអវិជ្ជាបើអ្នកមានវិជ្ជាគឺមិនធ្វើអញ្ចឹងមិនបំផ្លាញពិភពលោកទេបងប្អូនបាទ